ជាដំបូងសូមជំរាបសួរលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកនិយាយអំពីមេរៀនទី11ដែលគេនិយាយអំពីការវិនិច្ឆ័យលើចរិយាបថនិងបំណិនរបស់សិស្សអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងនឹងទៅចូលខ្លឹមសារមេរៀនតែម្ដងចាទៅចំណុចទី1គឺគេនិយាយអំពីចរិយារបស់សិស្សអញ្ចឹងចរិយារបស់សិស្សគឺគេសំដៅទៅលើជំនាញទុនឬក៏ជំនាញដែលទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពីបុគ្គលម្នាក់ទៅម្នាក់ទៀតអញ្ចឹងដើម្បីទទួលបានពីការបទពិសោធន៍ឬក៏គំនិតផ្លាស់ប្ដូរគ្នាទៅវិញទៅមកអញ្ចឹងទៅនៅក្នុងការសិក្សាឬក៏ការប្រកបអាជីពផ្សេងអញ្ចឹងតទៀតគឺចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងយើងដឹងថាចរិយាសម្បទានិងបំណិនសម្បទាគឺវាចាំបាច់បំផុតដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាឬក៏ការប្រកបអាជីវកម្មប្រកបអាជីពណាមួយចឹងទៅដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតឬក៏បញ្ហាដែលកើតមានឡើងជាក់ស្ដែងចឹងទៅចឹងសិស្សត្រូវមានលក្ខណៈដូចជាទំនួលខុសត្រូវមានភាពស្មោះត្រង់ហើយចេះលក្ខណៈថាចេះត្រួតពិនិត្យឬក៏តាមដានខ្លួនឯងអីចឹងទៅលើការសិក្សារបស់ពួកគាត់អញ្ចឹងសិស្សខ្លះយើងដឹងថាការលក្ខណៈថាទំនួលខុសត្រូវរបស់ពួកគាត់គឺផ្សេងពីគ្នាអត្តចរិតអីហ្នឹងផ្សេងគ្នាអញ្ចឹងសិស្សខ្លះគាត់យើងដាក់កិច្ចការផ្ទះឲ្យធ្វើនៅថ្ងៃហ្នឹងប្រមូលស្អែកចឹងទៅពួកគាត់មានទំនួលខុសត្រូវឬក៏មានការគិតរបស់ពួកគាត់ថាត្រូវតែធ្វើអញ្ចឹងដើម្បីបានពិន្ទុអីចឹងទៅតែសិស្សខ្លះគឺគាត់មានចរិតលក្ខណៈថាកំណត់ថាខ្ជិលអត់ចង់ធ្វើអីចឹងទៅមួយទៀតគឺនិយាយអំពីចរិយាសម្បទាចរិយាសម្បទានឹងដែរគឺសិស្សត្រូវតែមានជំនាញនៅក្នុងការដោះស្រាយបញ្ហានៅពេលដែលពួកគេធ្វើអ្វីមួយដែលពួកគេកំពុងតែធ្វើរីករាយកំពុងតែធ្វើហើយនឹងមើលឃើញពីតម្លៃនិងលទ្ធផលដែលគេទទួលបានចឹងទៅដែលជំរុញដល់ការលើកទឹកចិត្តរបស់ពួកគេបន្ថែមអញ្ចឹងឧទាហរណ៍ដូចគាត់មានកំណត់ថាការខិតខំប្រឹងប្រែងរៀននឹងធ្វើឲ្យពួកគាត់ប្រឡងជាប់អញ្ចឹងការខិតខំប្រឹងប្រែងនេះគឺពួកគាត់ខិតខំទាំងមានអារម្មណ៍ថាមើលទៅរីករាយសប្បាយហើយគឺចង់ធ្វើហើយកាលណាដែលពួកគាត់ខិតខំសិក្សាទីហោថាខំវឹកហាត់នៅការអានអំណានអញ្ចឹងទៅនៅពេលដែលពួកគាត់ប្រឡងឬក៏តេស្តការអានអំណានទៅគឺបានលទ្ធផលល្អអញ្ចឹងវាធ្វើឲ្យពួកគាត់មានការលើកទឹកចិត្តពីខ្លួនឯងលក្ខណៈថាមានទំនុកចិត្តដោយសារតែការខិតខំវឹកហាត់របស់ពួកគាត់ពួកគាត់ទទួលបានលទ្ធផលបែបហ្នឹងអញ្ចឹងណាហើយមួយទៀតទៅនិយាយតាក់ទងទៅនឹងអារម្មណ៍អញ្ចឹងអារម្មណ៍របស់ពួកគាត់បើកាលណាការគិតឬក៏អារម្មណ៍របស់ពួកគាត់ល្អនៅក្នុងការរៀនការអានមេរៀនអីចឹងទៅគឺលទ្ធផលក៏ចេញមកល្អដែរអញ្ចឹងការគិតបែបណាសកម្មភាពយើងបែបណាគឺលទ្ធផលយើងគឺចេញមកបែបហ្នឹងបើសិនជាយើងព្យាយាមខិតខំសិក្សារៀនសូត្រអញ្ចឹងលទ្ធផលដែលចេញមកគឺទទួលបានជោគជ័យយ៉ាងទៅក្នុងចំណុចហ្នឹងដដែលគឺនិយាយអំពីចរិយាសម្បទាហ្នឹងអញ្ចឹងដូចបានលើកឡើងមិញអញ្ចឹងសកម្មភាពឬក៏អារម្មណ៍យើងបែបណាគឺលទ្ធផលយើងគឺចេញមកបែបហ្នឹងឧទាហរណ៍ថាយើងមានកំណត់មួយថាធុញថប់នៅក្នុងការរៀនវិជ្ជាគណិតវិទ្យាដូចថាសិស្សគាត់មានអារម្មណ៍ថាអញ្ចឹងនៅពេលដែលគាត់មានអារម្មណ៍ថាឲ្យទៅដល់ម៉ោងហ្នឹងឡើងគឺធុញថប់អត់ចង់រៀនអញ្ចឹងគឺប្រកាសជាអត់ចង់មកហើយអវត្តមាននៅម៉ោងហ្នឹងហើយតែកាលណាយើងខកខានយើងមានអារម្មណ៍បែបហ្នឹងយើងធុញថប់ក្នុងការរៀនយើងខកខានច្រើនអញ្ចឹងយើងហ៊ានអត់តាន់គេអញ្ចឹងវាជាហេតុធ្វើឲ្យលទ្ធផល
ការសិក្សារបស់ពួកគាត់ទៅលើមុខវិជ្ជាគណិតវិទ្យានឹងមួយគឺអត់ទទួលបានជោគជ័យទេបើកាលណាដូចនិយាយពីដើមឡើងមកអញ្ចឹងកាលណាអារម្មណ៍ពួកគាត់រីករាយពួកគាត់អារម្មណ៍ល្អនៅក្នុងការធ្វើអីមួយគឺលទ្ធផលចេញមកទទួលបានល្អអញ្ចឹងដូចយើងអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងងាយឧទាហរណ៍ថាយើងកំពុងតែមានអារម្មណ៍ថាងុយគេងអញ្ចឹងយើងព្យាយាមប្រឹងទៅសេអសតែងុយគេងហ្នឹងវាអាចខុសហើយវាចេញមកគឺអត់ស្អាតទេដោយសារតែអារម្មណ៍នៅកន្លែងខែគេងអញ្ចឹងអត់មានអារម្មណ៍ថាចង់រៀនថាចង់ទៅសេអញ្ចឹងនៅពេលដែលអសចេញមកគឺដូចជើងក្តាមអញ្ចឹងនៅពេលដែលពួកគាត់អារម្មណ៍ថារីករាយនៅអ្វីដែលពួកគាត់កំពុងតែធ្វើហ្នឹងហើយមានលក្ខណៈថាមានទឹកចិត្តធ្វើនឹងរឿងនឹងមួយអញ្ចឹងគឺលទ្ធផលចេញមកដោយសកម្មភាពអញ្ចឹងគឺទទួលបានភាពវិជ្ជមានយើងគិតទៅលើអារម្មណ៍ដែលវិជ្ជមានច្រើនអញ្ចឹងការធ្វើមកគឺអញ្ចឹងការសិក្សាគឺពឹងផ្អែកទៅលើអារម្មណ៍នឹងដែរបើសិនជាអារម្មណ៍ចង់រៀនទៅរៀនចូលហ្មងតែបើសិនជាអារម្មណ៍ឡើងតែរវើទៅអីផ្សេងគឺរៀនអត់ចូលទេអត់ដឹងថាគ្រូនិយាយពីអីខ្លួនឯងចាប់ដើមពីណាទៅណាអីអញ្ចឹងទៅអញ្ចឹងតកតងជាមួយនឹងចរិយាសម្បទាហ្នឹងគឺយើងផ្ដោតទៅលើអារម្មណ៍របស់សិស្សនឹងដែរហើយជាក់ស្ដែងបទពិសោធន៍ជាក់ស្ដែងក៏គ្រូត្រូវតែដឹងថាគ្រូដឹងថាសិស្សហ្នឹងដែលជឿជាក់លើសមត្ថភាពការរៀននិងចូលចិត្តមុខវិជ្ជាដែលពួកគេចង់សិក្សាដែរអញ្ចឹងយើងក៏ត្រូវក្នុងនាមជាគ្រូយើងក៏ត្រូវដឹងដែរថាសិស្សយើងចូលចិត្តរៀនមុខវិជ្ជាអីណាអញ្ចឹងទៅព្រោះចំណង់ចំណូលចិត្តគឺខុសគ្នាអត់ដូចគ្នាទេយើងត្រូវតែយកចិត្តទុកដាក់ទៅលើពួកគាត់ដែរទៅលើចំណុចហ្នឹងអញ្ចឹងចាហើយចំណុចមួយទៀតគឺនិយាយពីទំនាក់ទំនងរវាងលទ្ធផលសិក្សាហើយនិងចំណង់ចំណូលចិត្តទៅលើមុខវិជ្ជាដែលសិស្សចង់រៀនហ្នឹងអញ្ចឹងក្នុងនឹងដែរគឺបែងចែកជាពីរសិស្សដែលជោគជ័យនៅក្នុងការសិក្សាអញ្ចឹងសិស្សដែលជោគជ័យនៅក្នុងការសិក្សាគឺពួកគាត់តែងតែមានក្តីសង្ឃឹមទាំងអស់ហ្នឹងគឺវាបង្កើតទៅជាអារម្មណ៍ឬក៏កប្បកិរិយារបស់ពួកគាត់អញ្ចឹងទីហៅថាគាត់មានក្តីសង្ឃឹមថាខែហ្នឹងខ្ញុំដឹងតែបានលេខ1ឯងអញ្ចឹងពួកគាត់រីករាយជាមួយនឹងការរៀនដែលធ្វើមិនដែលពួកគាត់ទទួលបានលទ្ធផលល្អហ្នឹងទី2គឺសុតិធិនិយមហ្នឹងគឺសំដៅទៅលើការគិតបែបវិជ្ជមានឲ្យច្រើនបានន័យថាគិតថាឲ្យតែរៀនមិនថាទៅលើជំនាញឬក៏អីផ្សេងនេះគឺសុទ្ធតែមានប្រយោជន៍ទាំងអស់អញ្ចឹងពួកគាត់រីករាយនឹងធ្វើពួកវាមកអញ្ចឹងសកម្មភាពក៏ចេញមកបែបវិជ្ជមានហើយលទ្ធផលចេញមកបែបវិជ្ជមានដូចគ្នាដែរទី3គឺចង់មានភាពជោគជ័យបន្ថែមអញ្ចឹងយើងដឹងហើយថាការចង់បានឬក៏អារម្មណ៍របស់មនុស្សយើងគឺមានដែនកំណត់ទេទីហោជាក់ស្ដែងងាយអញ្ចឹងពេលដែលអត់ទាន់មានកង់ជិះចង់បានទៅត្រឹមកង់ឯងតែដល់ពេលដែលបានកង់ជិះហើយចង់បានម៉ូតូចង់បានឡានចង់បានអីតទៀតផ្សេងអញ្ចឹងទៅអញ្ចឹងការសិក្សារៀនសូត្រសិស្សដែលគាត់ទទួលបានការជោគជ័យគឺដូចគ្នាដែរមិនតែខែហ្នឹងគាត់បានលេខ1ហើយខែក្រោយក៏គាត់នៅតែចង់បានលេខ1ទៀតអញ្ចឹងឬក៏ខែក្រោយទៀតចង់ទៅប្រឡងអីណាសពកាយផ្សេងអីចឹងទៀតទៅហើយទី4គឺស្វែងរកបញ្ហាអញ្ចឹង